ដោយសារតែចវាយរបស់ខ្លួនគឺលោក Elon Musk រវល់តែជួយប្រធានាធិបតី Donald Trump នៅក្នុងកិច្ចការរដ្ឋាភិបាលនោះឥឡូវនេះវាបានធ្វើឲ្យក្រុមហ៊ុន Tesla ជួបវិបត្តិធំមិនធ្លាប់មាននៅក្នុងរយៈពេល3ឆ្នាំកន្លងមកនេះពលគឺការលក់រថយន្តរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះរហូតដល់ 13% ឯណោះដែលជាហេតុធ្វើឲ្យក្រុមហ៊ុន BYD របស់ចិនគ្រោងខ្សែក្រវ៉ាត់ពិភពលោកសាយជាថ្មីយោងតាមសេចក្តីរាយការណ៍បានបង្ហាញថាក្រុមហ៊ុន Tesla លក់រថយន្តអគ្គិសនីរបស់ខ្លួនបានត្រឹមតែជិត 37000 គ្រឿងតែប៉ុណ្ណោះនៅក្នុងរយៈពេល3ខែដំបូងនៅក្នុងឆ្នាំ 2025 នេះដែលធ្លាក់ចុះ 13% បើធៀបទៅនឹងឆ្នាំមុនរហូតធ្វើឲ្យភាគហ៊ុន Tesla បានធ្លាក់ចុះដូចគ្នានៅក្នុងការជួញដូរដំបូងកាលពីថ្ងៃពុធខាងក្រុមហ៊ុន Tesla បានស្ដីបន្ទោសការធ្លាក់ចុះនៃការលក់នេះលើការផ្លាស់ប្ដូរតំណែងថ្មីនៃរថយន្តពេញនិយមបំផុតរបស់ខ្លួនបើទោះបីជាយ៉ាងណាអ្នកវិភាគខ្លះបានលើកឡើងថាមិនមែនមកពីការផ្លាស់ប្ដូរអ្វីនោះទេគឺមកពីលោក Elon Musk ខ្លួនឯងដែលកាន់កិច្ចការក្រុមហ៊ុនមិនណែនដៃរវល់តែជួយលោកត្រាំនៅក្នុងកិច្ចការរដ្ឋាភិបាលរហូតមានការអំពាវនាវឲ្យដកមហាសេដ្ឋីរូបនេះចេញពីតំណែងជា CEO របស់ Tesla ទៀតផងដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមកវិញជាពិសេសចំពេលដែលក្រុមហ៊ុន BYD កំពុងតែទទួលបានការពេញនិយមកាន់តែខ្លាំងនៅក្នុងពិភពលោកដោយសារតែការជាប់ពាក់ព័ន្ធរបស់លោក Elon Musk នៅក្នុងផ្នែកនយោបាយក៏បានធ្វើឲ្យកើតមានការតវ៉ានិងការធ្វើពហិការឈប់ប្រើប្រាស់រថយន្ត Tesla ជុំវិញពិភពលោកផងដែរអ្វីត្បិតជួយសន្សំប្រាក់ឲ្យរដ្ឋបាលរបស់លោក Donald Trump ប៉ុន្តែការដឹកនាំរបស់លោក Elon Musk នៅក្នុងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលដែលហៅកាត់ថា DOGE បានធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្តទាំងនៅក្នុងជួររដ្ឋាភិបាលអាមេរិកនិងពលរដ្ឋទូទាំងពិភពលោកព្រោះលោកគឺជាអ្នកផ្ដល់គំនិតឲ្យលោក Donald Trump កាត់បន្ថយបុគ្គលិករដ្ឋាភិបាលរំលាយក្រសួងអប់រំនិងបន្តចាត់វិធានការរំលាយក្រសួងសុខាភិបាលបន្តទៀតផងក្រៅពីនេះជំនួយបរទេសរបស់ USAID ក៏ត្រូវបានកាត់បន្ថយផងដែរគំនិតរបស់លោក Elon Musk បានធ្វើឲ្យមានប្រតិកម្មប្រឆាំងនឹងក្រុមហ៊ុន Tesla នៅទូទាំងសហរដ្ឋអាមេរិកនិងអឺរ៉ុបហើយនៅអាមេរិកថែមទាំងមានអ្នកខ្លះបានដុតរថយន្ត Tesla ទៀតផងរហូតរដ្ឋបាលរបស់លោក Donald Trump ចេញមុខមកប្រកាសចាត់វិធានការធ្ងន់ធ្ងរទៅលើអ្នកដែលតវ៉ាទាំងនោះទៀតផងសូមបញ្ជាក់ថាបើទោះបីជាយ៉ាងណាដោយសារតែត្រូវបានគេចាត់ទុកថាជាបុគ្គលពិសេសរបស់រដ្ឋាភិបាលហេតុដូច្នេះលោក Elon Musk តាមច្បាប់អាចនឹងបម្រើការបានត្រឹម130ថ្ងៃនៅរដ្ឋបាលរបស់លោក Donald Trump តែប៉ុណ្ណោះដែលនេះមានន័យថាការចាក់ចេញរបស់លោកកាន់តែខិតជិតមកដល់ហើយពលគឺនៅក្នុងខែមិថុនាខាងមុខនេះអីដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសនៅការដំឡើងពន្ធទ្រង់ទ្រីធំជាថ្មីដែលជាផែនការរបស់លោកនៅក្នុងការដាក់ឈ្មោះថាទិវារំដោះសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសពីសំណុំពន្ធទៅវិញទៅមកថ្មីកាលពីថ្ងៃពុធដោយលើកហេតុផលថាពន្ធទាំងនោះនឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកទទួលបានជោគជ័យពន្ធរបស់លោក Donald Trump ដែលលោកបានដាក់តាមរយៈបទបញ្ជាប្រតិបត្តិត្រូវបានគេរំពឹងថានឹងបញ្ជូនរលកសេដ្ឋកិច្ចជុំវិញពិភពលោកសេតវិមានបានចេញផ្សាយបញ្ជាប្រទេសប្រហែល100និងអត្រាពន្ធដែលសហរដ្ឋអាមេរិកនឹងដាក់ក្នុងប្រភេទផ្សេងៗប្រភេទនៃពន្ធទាំងនោះរួមមានពន្ធជាមូលដ្ឋាន 10% នៅក្នុងការហៅទូរស័ព្ទផ្ទៃក្នុងមួយក្នុងពេលសន្ទរកថារបស់លោក Donald Trump ជាមួយមន្ត្រីជាន់ខ្ពស់សេតវិមានបានប្រាប់នាយកសារព័ត៌មានថាប្រធានាធិបតីនឹងដាក់ពន្ធមូលដ្ឋាន 10% លើប្រទេសមួយចំនួនអត្រាដែលត្រូវកំណត់ 10% នេះនឹងត្រូវចូលជាធរមាននៅថ្ងៃទី5ខែមេសាប្រទេសមួយចំនួនដែលនឹងប្រឈមនឹងអត្រាពន្ធមូលដ្ឋាននេះរួមមានចក្រភពអង់គ្លេសសិង្ហបុរីប្រេស៊ីលអូស្ត្រាលីនូវែលសេឡង់ទូគីកូឡុំប៊ីអាសង់ទីនអែលសារ៉ាដាអេមីរ៉េតអារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីតក្រៅពីពន្ធមូលដ្ឋាន 10% មន្ត្រីសេតវិមានក៏បាននិយាយផងដែរថាសហរដ្ឋអាមេរិកនឹងដាក់ពន្ធទៅវិញទៅមកជាក់លាក់លើប្រទេសដែលហៅថាជនល្មើសដ៏អាក្រក់បំផុត
ឬអ្នកដែលបំពេញធ្ងន់ធ្ងរធ្វើឲ្យខូចដល់សេដ្ឋកិច្ចអាមេរិកប្រហែល60ប្រទេសដែលនឹងចូលជាធរមាននៅថ្ងៃទី9ខែមេសាប្រទេសទាំងនោះគិតពន្ធខ្ពស់លើទំនិញអាមេរិកដែលជាការដាក់របាំងមិនមែនពន្ធគយចំពោះពាណិជ្ជកម្មអាមេរិកឬបានធ្វើសកម្មភាពផ្សេងទៀតតាមរយៈដែលសហរដ្ឋអាមេរិកមានអារម្មណ៍ថាបានធ្វើឲ្យខូចដល់គោលដៅសេដ្ឋកិច្ចរបស់ខ្លួនដៃគូសំខាន់ដែលស្ថិតនៅក្រោមអត្រាពន្ធគយតាមតម្រូវការទាំងនោះរួមមានសហភាពអឺរ៉ុប20%ប្រទេសចិន34%វៀតណាម46%ប្រទេសថៃ36%ប្រទេសជប៉ុន24%ប្រទេសកម្ពុជា49%អាហ្វ្រិកខាងត្បូង30%តៃវ៉ាន់32%មិនមានពុតបន្ថែមលើកាណាដានិងមិចស៊ិកនោះទេប្រទេសកាណាដានិងមិចស៊ិកមិនត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសពន្ធនាពេលថ្មីនេះទេសិទ្ធិវិមានបាននិយាយថាពួកគេនឹងដោះស្រាយប្រទេសទាំងពីរដោយប្រើក្របខ័ណ្ឌដែលមានចែងនៅក្នុងបទបញ្ជាប្រតិបត្តិការពីពេលមុននៅក្នុងការដាក់ពន្ធលើប្រទេសកាណាដានិងមិចស៊ិកដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន fentanyl និងព្រំដែនកាលពីពេលមុនលោកដូណាល់ត្រាំបានកំណត់ពន្ធទាំងនោះនៅចំនួន 25% មុនការប្រកាសអំពីការលើកឡើងនៃការពន្យាពេលមួយចំនួនលោកដូណាល់ត្រាំយល់ព្រមផ្អាកពន្ធលើប្រទេសកាណាដានិងមិចស៊ិកលោកប្រធានាធិបតីបានប្រកាសថាសហរដ្ឋអាមេរិកនឹងដាក់ពន្ធ 25% លើរថយន្តផលិតពីបរទេសទាំងអស់ពន្ធទាំងនោះចូលជាធរមានស្ទើរតែភ្លាមនៅពាក់កណ្ដាលអាធ្រាត្រថ្ងៃទី3ខែមេសារីឯគេហទំព័រ Reutersបានបន្ថែមអំពីទស្សនៈនៃការយល់ឃើញរបស់អ្នកសេដ្ឋកិច្ចនៅជុំវិញពិភពលោកផងដែរថាពន្ធរបស់លោកដូណាល់ត្រាំធ្វើឲ្យមានភាពតានតឹងលើសេដ្ឋកិច្ចពិភពលោកដែលកំពុងរងគ្រោះស្រាប់ជុំចុងក្រោយនៃពន្ធ